ឥឡូវនេះសូមអ្នកទាំងអស់គ្នាមកមើលវេយ្យាករណ៍ក្នុងមេរៀនទី17ជាបន្តទៀតវេយ្យាករណ៍ទី3គឺទាក់ទងទៅនឹងពាក្យ Madeni ពាក្យនេះមានន័យថាត្រឹមដែលថាធ្វើសកម្មភាពត្រឹមរយៈពេលណាមួយឬក៏ពេលណាមួយឧទាហរណ៍ Junichi made ni kaeranakeriba narimasen ឃ្លានេះមានន័យថាខ្ញុំត្រូវត្រឡប់ទៅវិញត្រឹមម៉ោង 12 អញ្ចឹងមានន័យថាខ្ញុំត្រឡប់ទៅវិញហ្នឹងគឺអាចមុនម៉ោង 12 អាចជាម៉ោង 11 ឬក៏ម៉ោងណាមួយមុនម៉ោង 12 ឥឡូវនេះសូមមកមើលលំហាត់អនុវត្ត B4 ទាំងអស់គ្នាឥឡូវនេះសូមមកមើលវេយ្យាករណ៍ទី4វិញគឺទាក់ទងនឹងទម្រង់ nakutemo ii desu ដែលទម្រង់នេះមានន័យថាមិនចាំបាច់ធ្វើអ្វីមួយក៏បានឧទាហរណ៍ Kyōshitsu de kutsu o nuganakutte mo ii desu ឃ្លានេះមានន័យថានៅក្នុងថ្នាក់រៀនគឺមិនចាំបាច់ដោះស្បែកជើងក៏បានដែរឥឡូវនេះសូមមកមើលលំហាត់អនុវត្ត A4 និង B5 រហូតដល់ B7 ទាំងអស់គ្នាឥឡូវនេះសូមមកមើលវេយ្យាករណ៍ទី5ទាំងអស់គ្នាវេយ្យាករណ៍ទី5នេះគឺទាក់ទងនឹងការបដូរបរិស័ព្ទពីអុកទៅវគ្គអញ្ចឹងការបដូរបរិស័ព្ទពីអុកទៅវគ្គគឺជាការលើកយកកាមបទមកធ្វើជាប្រធានហើយមួយទៀតប្រើប្រាស់នៅពេលដែលប្រៀបធៀបជាមួយនឹងរបស់ផ្សេងទៀតឧទាហរណ៍ Kohi wa nomimasu ឃ្លានេះមានន័យថាកាហ្វេខ្ញុំផឹកហើយថាបើប្រៀបធៀបជាមួយភេសជ្ជៈផ្សេងទៀតគឺកាហ្វេខ្ញុំផឹកប៉ុន្តែភេសជ្ជៈផ្សេងខ្ញុំអាចអត់ផឹកឥឡូវនេះសូមអ្នកទាំងអស់គ្នាមកមើលលំហាត់អនុវត្ត A5 ហើយនិង B8 ទាំងអស់គ្នាចំពោះវេយ្យាករណ៍នៅក្នុងមេរៀនទី17គឺសូមចប់ត្រឹមនេះហើយសូមរងចាំមើលវេយ្យាករណ៍នៅក្នុងមេរៀនទី18ជាបន្តទៀតសូមអរគុណ